សម្ដេចធិបតីថាគម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2ក្នុងស្រុកភ្នំក្រវាញនឹងក្លាយជាអាងស្តុកទឹកធំជាងគេនៅកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាគម្រោងអភិវឌ្ឍទំនប់អាងទឹកលេខ2អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ860លានម៉ែត្រគូបនិងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជាមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយក្នុងឃុំរកាតស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់តាមរយៈបណ្ដាញសង្គម Facebook របស់សម្ដេចនាព្រឹកថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតបានឲ្យដឹងថាទំនប់អាងទឹកលេខ2នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមានទី1អាចស្តុកទឹកបាន860លានម៉ែត្រគូបនិងអាចស្រោចស្រពលើផ្ទៃដីចំនួន622,550ហិកតាដែលនឹងផ្ដល់ទឹកប្រើប្រាស់គ្រប់គ្រាន់ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំងនិងរដូវវស្សាទី2កាត់បន្ថយនៅការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដែលតែងតែបង្កគ្រោះមហន្តរាយនាពេលកន្លងមកទី4បញ្ជាបាននូវការខូចខាតប្រព័ន្ធធារាសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្ដាលមកពីទឹកជន់និងទី4ក្លាយជាតំបន់ទេសចរណ៍ជាតិដ៏មានសក្តានុពលសូមរំលឹកថាគិតត្រឹមចុងខែវិច្ឆិកាឆ្នាំ2025គម្រោងនេះសម្រេចបានប្រមាណ 40% ដោយបានចាប់ផ្ដើមអនុវត្តក្នុងខែមករាឆ្នាំ2025ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូឆ្នាំ2027